នេះគឺជាចំណុចស្លាប់ខ្ញុំមិនអាចរងចាំទៀតទេឈប់ភ្លាមនៅចំពោះមុខខ្ញុំហ៊ានធ្វើធៀបទៀតនេះមិនមែនជាការចាក់បញ្ចូលវិទ្យាសាស្ត្រធម្មតាទេគាត់ប្រាំចូលវែងបែបនេះចាក់បេះដូងឈួតហើយមិនមែនគាត់ពិតជាចេះវិធីចាក់បញ្ចូលនេះទេដឹងបញ្ចូលទី1កំណត់ព្រលឹងបញ្ចូលទី2ចាក់សោព្រលឹងបញ្ចូលទី3ដបជីវិតមិនអាចចាក់ទេចាក់ទៅបេះដូងនឹងឈប់ដល់ហើយខ្ចីកម្លាំងដើម្បីបញ្ចេញកម្លាំងបង្វែរដើម្បីស្ដារយ៉ាងបញ្ចូលទេពកាយ7វិញ្ញាណអាក្រក់បែកខ្ចាត់ខ្ចាយបំបែកចង្វាក់បេះដូងលោតធម្មតាវិញហើយមិននឹងអាចទៅរួចអ្នកជំងឺដែលត្រូវបានប្រកាសថាស្លាប់កាលពីប៉ុន្មាននាទីមុនរស់ឡើងវិញបន្ទាប់ពីចាក់បញ្ចូល3នេះវាផ្ទុយស្រឡះពីចំណេះដឹងផ្នែកវិទ្យាសាស្ត្រហើយសូចនាករទាំងអស់មានស្ថិរភាពទល់ឲ្យភាពអេឡិចត្រូលីតហើយក៏មិនមានការថយចុះដែរមិនអាចទេនេះបំពានលើវិទ្យាសាស្ត្រយ៉ាងធ្ងន់ធ្ងរលោកស្រីស៊ូតើអ្នកបានឲ្យថ្នាំរំញោចដល់គាត់មែនទេថ្នាំរំញោចមានប្រយោជន៍ទេគាត់និយាយនោះគឺជាពិសាកសពប្រសិនបើខ្ញុំមិនទាញវាចេញទេកន្លះម៉ោងទៀតបន្ទប់វេបរបស់អ្នកនឹងត្រូវបដូរទៅជាកន្លែងដាក់សពហើយគ្រូពេទ្យទេវតាអ្នកបានជួយសង្គ្រោះឈីងឪរបស់យើងអ្នកគឺជាឪពុកម្ដាយទី2របស់ខ្ញុំហើយ1000ម៉ឺននេះនឹងចូលកាន់នេះភ្លាមចាប់ពីពេលនេះទៅតើអ្នកមានសំណូមពរអ្វីអ្នកគ្រាន់តែប្រាប់មកលោកស៊ូកុំប្រញាប់ទូទាត់ប្រាក់អីខ្ញុំគ្រាន់តែទាញគាត់ត្រឡប់មកវិញពីទ្វារមជ្ឈរាជប៉ុណ្ណោះប៉ុន្តែប្រសិនបើខ្ញុំមិនកាត់ដៃខ្មោចនៅលើខ្លួនគាត់ទេយប់នេះរំលងអាធិធទៅសំបីតែទេវតាក៏មិនអាចជួយគាត់បានដែរដៃខ្មោចលោកគ្រូតើលោកមានន័យយ៉ាងម៉េចឈីងឪរបស់យើងគាត់មិនទាន់ជាសះស្បើយទេនេះមិនមែនជាជំងឺទេគឺជាវាសនាមានគេចង់ខ្ចីជីវិតកូនស្រីរបស់អ្នកដើម្បីចិញ្ចឹមសំណាងរបស់គេអ្នកចង់ធ្វើអ្វីតាមពិតលាក់នៅទីនេះសោះនេះជាអ្វីនេះហៅថាបង្គោលចាក់សោប្រលឹងខាងក្នុងលក្ខក្បួនចិញ្ចឹមវិញ្ញាណអាក្រក់ដោយប្រើឈើលិចទឹកដែលមានថាមពលយិនទាំង3ជាឧបករណ៍កំណត់ទីតាំងគ្រែយ៉ាងច្បាស់លាស់ដើម្បីរៀបចំអន្ទាក់អ្នកដែលដើរជន់វានឹងត្រូវវិញ្ញាណអាក្រក់ចូលសន្ធិដ្ឋទាំងយប់ទាំងថ្ងៃជីបចរនឹងចុះខ្សោយបន្តិចម្ដងហើយប្រលឹងនឹងត្រូវខូចខាតលោកស៊ូបន្ទប់វេបនេះគឺជាទឹកដីរបស់អ្នកផ្ទាល់អាចយករបស់បែបនេះមកដាក់ក្បែរកូនស្រីរបស់អ្នកបានអ្នកដែលចុះដៃនេះខ្លាចតែមានទំនាក់ទំនងមិនធម្មតាជាមួយអ្នកទេបន្ទប់អ្នកជំងឺនេះមានតែបុគ្គលិកថែទាំពិសេសនិងសាច់ញាតិជិតស្និទ្ធប៉ុណ្ណោះដែលអាចចូលបានតើអាចទេថាមានគេចង់ធ្វើបាបឈីងឪរបស់ខ្ញុំមិនត្រឹមតែចង់សម្លាប់នាងទេដរាបណាប្រអប់នេះនៅទីនេះទោះបីជាកូនស្រីរបស់អ្នកដឹងខ្លួនក៏ដោយក៏នាងនឹងក្លាយជាមនុស្សឈួតដែរហើយក្រោយ3ជំហានទាំងអស់គ្នាពេលវិញ្ញាណអាក្រក់បែកខ្ចាត់ខ្ចាយវានឹងមានផលប៉ះពាល់សត្វតិរច្ឆាននៅមិនទាន់បង្ហាញរូបរាងទៀតស្ថានសួគ៌នឹងផែនដីស្រឡះល្អវិញ្ញាណអាក្រក់រលីបាត់អស់បំបែកនេះច្បាស់ជាល្បិចបោកប្រាស់មនុស្សល្ងងហើយបន្ទប់នេះបើកម៉ាស៊ីនបន្សុទ្ធខ្យល់រហូតតើមានផ្សែងខ្មៅមកពីណានេះគឺជារឿងពិតប្រាកដក្បួនវិញ្ញាណអាក្រក់ត្រូវបានបំបែកហើយជីបចោកូនស្រីរបស់អ្នកកំពុងតែដើរស្រួលវិញក្នុងរយៈពេល10នាទីនាងនឹងដឹងខ្លួនមន្ត្រីប៉ូលីសសេនខ្ញុំសូមទទួលយកសិនហើយប៉ុន្តែលោកស៊ូការបំបែកវិញ្ញាណអាក្រក់មិនមែនជាការធ្វើពេទ្យទេប៉ុន្តែដើម្បីរកឲ្យឃើញជនក្បត់ដែលរៀបចំក្បួននេះអ្នកត្រូវតែស៊ើបអង្កេតដោយខ្លួនឯងយល់ហើយប្រាប់អ្នកដែលដាក់ប្រអប់នោះថាគេច្បាស់ជានឹងទទួលរងការវាយបកវិញយប់នេះគេនឹងផ្អួតឈាមបេលីតប្រសិនបើមិនចង់ស្លាប់ទេឲ្យគេមកគ្លីនិកពេទ្យស៊ូគនៅព្រឹកស្អែកដោយក្តីស្មោះត្រង់ហើយលុបជង្គង់អង្គខ្ញុំអរគុណលោកគ្រូឈីងអ៊ឺទីបំផុតកូនដឹងខ្លួនហើយលឿនទៅតាមលោកគ្រូមកភ្លាមមកកាលពី3ថ្ងៃមុនកញ្ញាធំត្រកូលស៊ូឈីងអ៊ឺបានជាសះស្បើយយ៉ាងចម្លែកបន្ទាប់មកក៏ទទួលបានការផ្ទេរប្រាក់ចំនួន15លានពីត្រកូលស៊ូហើយបន្ទាប់មកអ្នកក៏ត្រូវបានអ្នករបាញ់បាញ់ប្រហារនេះមិនមែនគ្រាន់តែជាការសង្ស័យធម្មតាទេមែនទេតើជាអ្នកណាទៅមន្ត្រីប៉ូលីសសេនអ្នកពិតជាពូកែស៊ើបអង្កេតរឿងក្តីមែនប៉ុន្តែថ្មីនេះតើអ្នកតែងតែមានអារម្មណ៍ថាយកសັບអាក្រក់រហូតមែនទេក្រោមភ្នែកឡើងខៀវគឺបណ្ដាលមកពីការកេងមិនលក់រ៉ាំរ៉ៃចន្លោះចិញ្ចើមមានប្រមូលផ្ដុំនៅវិញ្ញាណអាក្រក់បញ្ជាក់ថាថ្មីនេះអ្នកច្បាស់ជាបានប៉ះពាល់សាកសពដែលកាច់សាហាវខ្លាំងណាស់មិនក៏គាត់មើលដឹងច្បាស់ម្ល៉េះអ្វីដែលសំខាន់បំផុតនោះគឺភ្លើងយ៉ាងនៅស្មាខាងឆ្វេងរបស់អ្នកខ្សោយប៉ុន្មានថ្ងៃនេះតើអ្នកតែងតែមានអារម្មណ៍ថាស្មាខាងឆ្វេងធ្ងន់ដូចជាកំពុងស្ពីក្មេងមែនទេអ្នកបានស៊ើបអង្កេតខ្ញុំមិនមានពេលទំនេរនោះទេខ្ញុំជាគ្រូពេទ្យការមើលការស្ដាប់ការសួរនិងការស្ទាបជីបចរគឺជាជំនាញមូលដ្ឋានមន្ត្រីប៉ូលីសសេនអ្នកមានជាប់របស់មិនស្អាតនៅលើខ្លួនរបស់នោះនៅតែប៉ះពាល់ដល់ស្មារតីរបស់អ្នកប្រសិនបើខ្ញុំទីមិនខុសទេអ្នកមកជួបខ្ញុំលើកនេះមិនមែនត្រឹមតែសម្រាប់រឿងក្តីឃាតកម្មនោះទេ
តែគឺសម្រាប់រឿងក្តីដែលធ្វើឲ្យអ្នកឈឺក្បាលនោះមែនទេ ល្អអញ្ចឹងខ្ញុំក៏មិននិយាយវៀងវៃទៀតដែរនេះគឺជារូបថតកន្លែងកើតហេតុនៅអាផាតមិន404អ្នកស្លាប់គឺជាអ្នកផ្សាយផ្ទាល់តាមអ៊ីនធឺណិតស្រីម្នាក់គ្រូពេទ្យក៏សរវិច័យបានបញ្ជាក់ថានាងស្លាប់ដោយសារលង់ទឹកស្លាប់ចាស់ពេញមួយបន្ទប់គ្មានទឹកមួយដំណក់ទេប៉ុន្តែសួតរបស់នាងបែរជាពោពេញទៅដោយទឹកទន្លេយ៉ាងច្រើនហើយរាងកាយទាំងមូលរបស់នាងហាំប៉ោងដូចជាត្រាំក្នុងទឹកអស់រយៈពេល3ថ្ងៃ ក្លិនដែលនៅសេសសល់នេះទោះបីជាវាខុសពីបង្គោលចាក់សោប្រលឹងនៅលើខ្លួនស៊ូឈីងអ៊ឺក៏ដោយប៉ុន្តែក្លិនដ៏អាក្រក់និងពិស្ពុលគឺដូចគ្នាទាំងស្រុងពិតជាស្នាដៃរបស់បកសម្ងាត់នោះមែនមន្ត្រីប៉ូលីសសេនរឿងក្តីនេះពួកអ្នកមិនអាចស៊ើបអង្កេតបានទេបើនៅតែបន្តស៊ើបអង្កេតទៀតអ្នកនិងបងប្អូនរបស់អ្នកនឹងស្លាប់ទាំងអស់ កុំមកបន្លាចខ្ញុំអីអ្នកគ្រាន់តែប្រាប់មកថាតើវាមានរឿងអ្វីឲ្យប្រាកដអ្នកយករបស់នេះដាក់ក្នុងហោប៉ៅជាប់ខ្លួនសិនទៅ អាចធានាថាអ្នកគេងលក់ស្រួលនៅយប់នេះហើយស្មាក៏លែងធ្ងន់ទៀតដែរចំណែករឿងក្តីនេះវិញថ្ងៃស្អែកនាំខ្ញុំទៅមើលកន្លែងកើតហេតុទៅយ៉ាងណាមិញសត្វកណ្ដុរក្នុងលូស្អុយទាំងនោះហាក់ដូចជាសម្ដៅមករកខ្ញុំហើយ ចាំងអ៊ីធានតើអ្នកជាអ្នកណាឲ្យប្រាកដ គ្រូពេទ្យចិនតូចម្នាក់ដែលចង់រកលុយក្រៅដើម្បីបង់ថ្លៃឈ្នួលផ្ទះតោះទៅកន្លែងកើតហេតុ ប្រធានសេនមិនក៏អ្នកនាំអ្នកក្រៅចូលមកកន្លែងកើតហេតុរឿងក្តីព្រមទណ្ឌរបស់យើងមិនអនុញ្ញាតឲ្យជនមិនពាក់ព័ន្ធចូលទេ ពងលីនេះគឺលោកចាំងអ៊ីធានមកជួយស៊ើបអង្កេតរឿងក្តី ជួយស៊ើបអង្កេតរឿងក្តីតើអ្នកមកពីមជ្ឈមណ្ឌលវិតម្លៃមួយណាមើលការស្លៀកពាក់របស់អ្នកមិនដូចជាអ្នកជំនាញសោះ គាត់មិនមែនមកពីមជ្ឈមណ្ឌលវាតម្លៃទេគឺជាគ្រូពេទ្យចិនមកពី clinic ពេទ្យស៊ុប គ្រូពេទ្យចិនប្រធានសេនរឿងក្តីរបស់យើងនេះរៀងចម្លែកបន្តិចមែនប៉ុន្តែយើងនិយាយពីវិទ្យាសាស្ត្រនិងភស្តុតាងអ្នកហៅគ្រូពេទ្យចិនមកនេះមិនមែនជាការបន្ថែមភាពពិតទេពិតជាស្នាដៃរបស់បាក់សម្ងាត់មែនការប្រមូលផ្ដុំវិញ្ញាណទឹកអាក្រក់នេះគឺកាច់សាហាវជាងបង្គោលចាក់សោប្រលឹងទៅទៀតគឺជាវិញ្ញាណទឹកអាក្រក់ណានយ៉ាងទីជីវិតបាក់សម្ងាត់ហ៊ានចេញមុខមែនគឺជាការញុះញង់ដោយចេតនាគ្រូពេទ្យក៏សរវិច័យលីនិយាយត្រូវរឿងក្តីនេះពិតជាមិនសមស្របតាមវិទ្យាសាស្ត្រមែនប៉ុន្តែមិនសមស្របតាមវិទ្យាសាស្ត្រមិនមែនមានន័យថាគ្មានវិធីដោះស្រាយទេរបស់គ្រប់យ៉ាងនៅលើโลกសុទ្ធតែមានច្បាប់ដំណើរការរបស់វាអ្វីដែលវិទ្យាសាស្ត្រមិនអាចគ្រប់គ្រងបាននិងមានច្បាប់នៃឋានសួគ៌មកគ្រប់គ្រងសុំផ្លូវបន្តិចនេះជាកន្លែងដាក់សពមិនមែនជាវត្តតោរបស់អ្នកទេជនមិនពាក់ព័ន្ធប្រញាប់ចេញទៅគុំពន្យាពេលការធ្វើកសោវិច័យបុកបរោះដ៏ជ្រាលជ្រៅនៃស្ថានសួគ៌និងផែនដីជាស្គលនៃធម្មពោជីទាំងអស់ប្រើធម្មពោជីដើម្បីបញ្ជាចូលបណ្ដេញវិញ្ញាណអាក្រក់និងបង្ហាញរូបរាងនេះជាអ្វីដូចដែលអ្នកបានឃើញវិធីសម្លាប់មនុស្សដែលនឹកស្មានមិនដល់វិញ្ញាណទឹកអាក្រក់នេះបានជ្រាបចូលដល់គូឆ្អិនហើយមិននឹងអាចទៅរួចមិនក៏មានសារ៉ាយទឹកនៅលើសាកសពនេះសារ៉ាយទឹកនេះคล้ายជាបិសាចហើយថែមទាំងអាចហែកចេញពីរាងកាយទៀតនេះច្បាស់ជាចង់តាក់ទាញខ្ញុំឲ្យចូលអន្ទាក់ហើយ រឿងបន្តពួកអ្នកមិនអាចដោះស្រាយបានទេខ្ញុំត្រូវតែទៅដោយផ្ទាល់ចាំងអ៊ីធានតើអ្នកជាអ្នកណាឲ្យប្រាកដទោះជាយ៉ាងណាក៏ដោយខ្ញុំត្រូវតែដឹងការពិតនៃរឿងក្តីនេះអ្នកការពារសាកសពឲ្យបានល្អខ្ញុំទៅមួយផ្លែតមកវិញចាំងអ៊ីធានទីបំផុតអ្នកមកដល់ហើយឲ្យខ្ញុំមើលតើអ្នកមានសមត្ថភាពប៉ុណ្ណាទៅ